I want go to Angkor Wat in I want go to Angkor Wat with my family and with my friend ខ្ញុំហ៊ាននិយាយថាបន្តពីអ្នកនរគ្នាមើលវីដេអូនេះចប់អ្នកនរគ្នាក៏จะមានអារម្មណ៍ថាអៀនខ្លាំងមែនទែនគឺអៀនជំនួសតែម្ដងអ្វីដែលកាន់តែសំខាន់បើសិនជានារីម្នាក់នេះគឺជាអ្នកប្រកាសជាមិនហ៊ាននឹងប្រឈមមុខនោះទេនេះគឺជាហេតុផលមួយនៅក្នុងចំណោមហេតុផលជាច្រើនទៀតដែលមនុស្សភាគច្រើននិយាយភាសាអង់គ្លេសមិនបានឬក៏បានតែមិនល្អនិងមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចនិយាយនិងប្រាស្រ័យទាក់ទងបានយ៉ាងល្អចោះថែមទាំងមាន pronunciation បែប great ចុះប្រសិនបើខ្ញុំប្រាប់អ្នកនរគ្នាថាវិធីដែលនារីម្នាក់នេះកំពុងតែធ្វើគឺជាវិធីមួយដែលសិនល្អខ្លាំងមែនទែននៅក្នុងការ improve her English អ្នកគ្នាយល់មិនដែរត្រូវហើយបងប្អូនខ្ញុំហ៊ាននិយាយថាវាគឺជាផ្នែកមួយនៃការប្រកួតដ៏ល្អខ្លាំងមែនទែនឃើញវីដេអូនេះហើយរសារដល់លោកគ្រូអ្នកគ្រូហើយក៏ទៅសើទៅកាន់ប្អូនស្រីផ្ទាល់តែម្ដងដែលហ៊ានក្លាហានជំនះជាមួយនឹងភាពខ្មាស់អៀនទាំងអស់នេះធ្វើការ presentation on the stage ច្បាស់ណាស់កំឡុងពេលនេះកំពុងតែធ្វើ presentation on the stage ប្រកាសជា feel really nervous ហើយស្លន់ស្លោឬក៏ពិបាកក្នុងការសម្រេចចិត្តខ្លាំងមែនទែនក៏ប៉ុន្តែ finally she did it បច្ចុប្បន្ននេះវាគាត់ជា first step ដែលនាងកំពុងតែធ្វើការឆ្លងកាត់តែប៉ុណ្ណោះប៉ុន្តែនៅមាន step ជាច្រើនទៀតដែលនាងត្រូវឆ្លងកាត់ហើយខ្ញុំហ៊ាននិយាយថា2ឆ្នាំទៀតប៉ុណ្ណោះបើសិនជាសកម្មភាពនេះនៅតែបន្តរហូត consistently អង់គ្លេសរបស់គាត់ប្រកាសជាខ្លាំងហើយខ្លាំងជាងអ្នកដែលកំពុងតែសោចចំអកទៅកាន់នារីម្នាក់នេះភាគច្រើនទៀតផងត្រឡប់មកវិញខ្ញុំក៏បានចែករំលែក tip ជាច្រើនទៅជាមួយនឹងការសិក្សាភាសាអង់គ្លេសជាក់ស្ដែង tip ដែលនារីម្នាក់នេះកំពុងតែធ្វើកំពុងតែ practice គឺជា tip មួយដែលវាល្អខ្លាំងមែនទែនមិនត្រឹមតែការ presentation on the stage ប៉ុន្តែ daily conversation with friends need to be practiced in English អញ្ចឹងបងប្អូនណាឈប់ comment ឈប់អៀនកាត់តសៃស្អុយទាំងពីរនេះចោលទៅអត់ប្រយោជន៍ទេកាន់តែទុកគឺយើងកាន់តែក្រិនកាត់ផ្ដាច់បានពេលណាយើងលូតលាស់ពេលហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹង Wanna improve your English follow me